អ្នកធ្លាប់គិតទេថាអភូតហេតុដ៏គួរឲ្យរន្ធត់បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិអាចជាប្រតិកម្មតៗគ្នានៃគ្រោះមហន្តរាយធម្មជាតិដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយរឿងរ៉ាវគ្រោះកាយទាំង10ប្រភេទនៅស្រុកអេស៊ីបត្រូវបានគេចាត់ទុកថាជាការដាក់ទណ្ឌកម្មពីឋានសួគ៌ប៉ុន្តែវិទ្យាសាស្ត្រសម័យថ្មីកំពុងតែបង្ហាញឲ្យឃើញនូវខ្សែសង្វាក់នៃព្រឹត្តិការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលដែលអាចពន្យល់ពីរបៀបដែលទន្លេបានคล้ายជាការដួលរលំនៃអាណាចក្រទាំងមូលផ្អែកតាមការចុះផ្សាយរបស់គេហទំព័រ history.com ខណៈដែលភស្តុតាងផ្នែកបុរាណវិទ្យាអំពីការចាកចេញរបស់ជនជាតិអ៊ីស្រាអែលនៅមានកម្រិតប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រនិងអ្នកអាកាសធាតុបានលើកឡើងនៅទ្រឹស្ដីផលវិបាកបន្តគ្នា Domino Effect យ៉ាងគួរឲ្យចាប់អារម្មណ៍រឿងរ៉ាវនេះបានកើតឡើងក្នុងសម័យកាលគ្រប់គ្រងរបស់ផារ៉ាអុងរ៉ាមសេសទី2ដែលជាសម័យកាលមួយមានអស្ថិរភាពអាកាសធាតុយ៉ាងខ្លាំងការសិក្សាបរិស្ថានលើដុំថ្មក្នុងរូបភ្នំបុរាណបានបង្ហាញថាមានគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរនិងអូសបន្លាយពេលយូរបានវាយប្រហារតំបន់ដីសណ្ដទន្លេនីលរលកកម្ដៅនេះបានធ្វើឲ្យចរន្តទឹកទន្លេដែលធ្លាប់តែខ្លាំងក្លាប្រែជាយឺតនិងឡើងកម្ដៅដែលបង្កលក្ខណៈអំណោយផលដល់ការរីកដុះដាលនៃសារ៉ាយពុលម្យ៉ាងឈ្មោះថា Burgundy Blood សារ៉ាយនេះមិនត្រឹមតែធ្វើឲ្យទន្លេប្រែពណ៌ក្រហមដូចឈាមគួរឲ្យខ្លាចនោះទេប៉ុន្តែវាថែមទាំងបានបឺតស្រូបយកអុកស៊ីហ្សែនពីក្នុងទឹកធ្វើឲ្យត្រីងាប់និងបង្ខំឲ្យកង្កែបត្រូវភៀសខ្លួនចេញពីប្រភពទឹកដែលមានជាតិពុលទាំងនោះនៅពេលដែលកង្កែបចាប់ផ្ដើមងាប់នៅលើដីសត្វដែលជាអ្នកស៊ីសត្វល្អិតបាត់បង់ជាហេតុធ្វើឲ្យមានការកើនឡើងនៅចំនួនសត្វល្អិតដូចជាចៃផ្នែករ៉បនិងរុយយ៉ាងខ្លាំងក្លាអ្នកវិទ្យាសាស្ត្ររួមទាំងអ្នកជំនាញខាងโรគរាតត្បាតលោក John Ma បានសន្មតថាសត្វល្អិតទាំងនេះហើយគឺជាអ្នកនាំមេរោគដែលបង្កឲ្យមានជំងឺងាប់សត្វពាហនៈនិងកើតមានបុសរមាស់លើរាងកាយមនុស្សបើពិនិត្យតាមទស្សនវិទ្យាគ្រោះកាយ9ប្រភេទដំបូងគឺមានសន្តានដូចទៅនឹងការដួលរលំនៃប្រព័ន្ធអេកូឡូស៊ីដែលបង្កមហន្តរាយមួយបានរុញច្រានឲ្យមានគ្រោះមហន្តរាយមួយទៀតរហូតដល់មានបាតុភូតអាកាសធាតុដូចជាធ្លាក់ព្រិលនិងភាពងងឹតសូន្យសងដែលអាចពាក់ព័ន្ធនឹងការផ្ទុះភ្នំភ្លើងនៅឆ្ងាយៗក៏ដែរទស្សនវិទ្យាសាស្ត្រនេះបានបង្រៀនយើងថាមិនថាអរិយធម៌មនុស្សមានអំណាចខ្លាំងក្លាប៉ុណ្ណានោះទេគឺតែងតែមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយតុល្យភាពនៃធម្មជាតិរឿងរ៉ាវរបស់ប្រទេសអេស៊ីបបុរាណគឺជាមេរៀនដាស់តឿនដ៏មានតម្លៃថាការប្រែប្រួលនៃបរិស្ថានអាចបង្កផលប៉ះពាល់ដល់រចនាសម្ព័ន្ធសង្គមនិងនយោបាយនៃអាណាចក្រទាំងមូលដោយបង្វែរសង្គមដែលកំពុងរីកចម្រើនឲ្យមកប្រឈមមុខនឹងការរស់រានមានជីវិតក្នុងមួយពព្រិចភ្នែកតែអ្នកជឿទេថាព្រឹត្តិការណ៍ពីបុរាណទាំងនេះគឺជាអភូតហេតុសុទ្ធសាធឬក៏ការពន្យល់តាមបែបវិទ្យាសាស្ត្រនៃផលវិបាកធម្មជាតិមានភាពសមហេតុផលជាងសម្រាប់អ្នកសូមចែករំលែកទស្សនៈរបស់អ្នកនៅខាងក្រោមហើយបន្តដំណើរស្វែងរកចំណេះដឹងថ្មីៗជាមួយពួកយើង